ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងនារាសីថ្ងៃទី23ខែមិថុនានេះលោកសុកសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានលើកឡើងថាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ scam កន្លងមកអាជ្ញាធរយើងបានរួមកម្លាំងគ្នាបំបែកសម្បុកធំៗរបស់ពួក online scam នេះអស់ហើយប៉ុន្តែក្រុមនេះមិនបានបញ្ចប់ទេវាបានបំបែកទៅជាក្រុមតូចៗទៀតដូចនេះទាមទារឲ្យយើងទាំងអស់គ្នាខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាថែមទៀតដើម្បីឈានទៅបញ្ចប់ទាំងស្រុងតែម្ដងអស់ពីមូលដ្ឋានខណ្ឌបឹងកេងកងរបស់យើងក្នុងឱកាសនោះលោកសុកសម្បត្តិបានណែនាំដល់គណៈបញ្ជាការឯកភាពសង្កាត់ទាំង7ត្រូវសហការរួមគ្នាក្នុងការអនុវត្តការងារនេះក្នុងនោះមេភូមិប៉ូលីសប៉ុស្តិ៍ត្រូវដឹងមុនគេក្នុងការតាមដានជនបរទេសមកស្នាក់តាមផ្ទះសំណាក់សន្តាគារខុនដូនៅក្នុងមូលដ្ឋានរបស់ខ្លួនប៉ូលីសប៉ុស្តិ៍មេភូមិនិងសង្កាត់ត្រូវធ្វើការដោយភាពម៉ឺងម៉ាត់និងម៉ត់ចត់ដោយឲ្យម្ចាស់ទីតាំងសន្តាគារខុនដូផ្ទះសំណាក់និងផ្ទះជួលផ្ដល់ស្ថិតិរាយការណ៍អំពីជនបរទេសមកស្នាក់នៅឲ្យបានទៀងទាត់ពីចំនួនជនបរទេសចេញចូលស្នាក់នៅប្រចាំថ្ងៃត្រូវធ្វើការងារនេះឲ្យបានច្បាស់លាស់ព្រោះថាការធ្វើសង្គ្រាមជាមួយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះមិនងាយស្រួលនោះទេបើយើងធូររលុងធ្វើប្រហែសវានឹងអាចកើតឡើងវិញបានសូមចូលរួមក្នុងការផ្ដល់ព័ត៌មានមកគណៈបញ្ជាការឯកភាពខណ្ឌពាក់ព័ន្ធនឹងបញ្ហា online scam ឬបញ្ហាបទល្មើសផ្សេងៗទៀតដែលកើតមាននិងអាចកើតមាននៅក្នុងមូលដ្ឋានដើម្បីថ្នាក់ខណ្ឌមានវិធានការទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលាលោកសុកសម្បត្តិក៏បានទទួលស្គាល់ថាកន្លងមកមន្ត្រីនិងកម្លាំងទាំងអស់បានរួមសហការគ្នាបានយ៉ាងល្អក្នុងការចុះពិនិត្យរដ្ឋបាលជនបរទេសដែលមកស្នាក់នៅតាមសន្តាគារខុនដូផ្ទះសំណាក់និងផ្ទះជួលក្នុងខណ្ឌបឹងកេងកងព្រមទាំងការចុះបង្ក្រាបបទល្មើសនៅតាមទីតាំងជាក់ស្ដែងផងដែរប៉ុន្តែលោកបានផ្ដាំថាមន្ត្រីនិងកម្លាំងទាំងអស់សូមកុំលូកលាន់និងត្រូវជៀសឲ្យឆ្ងាយពីការពាក់ព័ន្ធបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam នេះបើមានពាក់ព័ន្ធគឺមិនរួចខ្លួននោះឡើយការខិតខំប្រឹងប្រែងរបស់យើងកន្លងមកបានល្អហើយតែកុំឲ្យការខិតខំប្រឹងប្រែងនេះคล้ายជាការស្ដីបន្ទោសពីថ្នាក់លើឲ្យសោះសូមបន្តកិច្ចការបោសសម្អាតបទល្មើស online scam ដែលយើងកំពុងអនុវត្តនេះឲ្យបានជោគជ័យដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋដើម្បីសន្តិសុខរាជធានីភ្នំពេញនិងដើម្បីកិត្តិយសប្រទេសជាតិលោកសុកសម្បត្តិបានបន្ថែមថាក្រៅពីការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទការថែរក្សាសន្តិសុខសុវត្ថិភាពនិងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវតាមផ្សារនានាក៏ត្រូវរៀបចំឲ្យបានស្អាតបាតនិងមានសណ្ដាប់ធ្នាប់ល្អប្រកបដោយសោភ័ណភាពនិងសុវត្ថិភាពផងដែរ